Hello បងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលចង់ណែនាំហើយនឹងចង់មកឲ្យបងប្អូនមួយចំនួនដែលគាត់អត់ទាន់បានស្គាល់និងយល់ដឹងអំពីផលិតផលមួយដែលផលិតផលហ្នឹងមានឈ្មោះថា AppMart La Mousse Blanche ចា៎នេះខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគាត់បានស្គាល់ហើយបងប្អូនមួយចំនួនទៀតគាត់អត់ទាន់បានស្គាល់ទេអញ្ចឹងយើងមកមើលវីដេអូនឹងទាំងអស់គ្នាដើម្បីយល់ដឹងអំពីការប្រើប្រាស់ចាបងប្អូនអតិថិជនដែលគាត់បានជាវទៅមួយចំនួនគាត់អត់ទាន់ដឹងពីការប្រើប្រាស់ទេអ្នកខ្លះគាត់ដឹងដែរតែគាត់ដឹងអត់ច្បាស់ចាហើយអ្នកខ្លះអញ្ចឹងគាត់មានការយល់ច្រឡំច្រើនណាអំពីការប្រើប្រាស់អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគាត់យល់ដឹងទាំងអស់គ្នាថាឲ្យគាត់យល់ដឹងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់យ៉ាងម៉េចចាសម្រាប់ AppMart គឺអាចទទួលស្គាល់ថាគ្មានជាតិកាត់គ្មានជាតិប៉ារ៉តគ្មានជាតិស្ទីរ៉ុយគ្មានជាតិកាត់ទាំង6មុខគឺហ៊ានធានាចេញពីក្រុមហ៊ុនចាហើយនឹងសម្រាប់អ្នកដែលអតិថិជនខ្លះគាត់សួរថាស្បែកមុខយ៉ាងម៉េចយើងអាចប្រើបាននេះខ្ញុំអាចនិយាយបានថានិយាយទៅប្រើអត់រើសស្បែកមុខទេអ្នកខ្លះគាត់មានបញ្ហាមុខខ្មៅមុខស្អាតមុខមុនស្នាមជាំស្នាមអុចខ្មៅស្នាមអាចរុយគឺអាចប្រើបានទាំងអស់ហើយសម្រាប់អ្នកដែលគាត់មុខគាត់អត់មានបញ្ហាអីទេតែមុខគាត់អត់ទៅភ្លឺអត់ទៅអាឡូងយើងអាចប្រើបានគឺត្រឹមតែនិយាយទៅឆាប់ឃើញប្រសិទ្ធភាពចាហើយមួយទៀតវិធីប្រើប្រាស់La Mousse Blanche គឺសម្រាប់ប្រើបានសម្រាប់តែពេលយប់ទេយើងអាចលាងមុខមុនចូលគេងហើយយើងលាបមុនចូលគេងពេលព្រឹកឡើងយើងអាចលាងចេញវិញចាយើងអាចលាងចេញវិញហើយសម្រាប់ក្នុងមួយអាទិត្យណែនាំឲ្យប្រើតា3ទៅ4ដងទេចា3ទៅ4ដងហ្នឹងយើងអាចលាបឆ្លាស់គ្នាលាបមួយយប់អញ្ចឹងយើងម្លងពីរយប់មួយយប់ម្លងពីរយប់អត់ណែនាំឲ្យលាបជាប់គ្នាទេចាហើយAppMart គឺជាផលិតផលមួយដែលរូបមន្តចេញពីប្រទេសបារាំងចាចេញពីប្រទេសបារាំងហើយការចម្រាញ់ចេញគឺគ្រប់យ៉ាងគឺមានដូចជាតែធម្មជាតិទាំងអស់ទេនិយាយចឹងវិញហ្នឹងហើយមានដូចជា aloe vera ហើយនឹងស្រាយតលេហើយនឹងស្រូវសាលីគឺសុទ្ធសឹងតែធម្មជាតិទាំងអស់អញ្ចឹងមានបងប្អូនខ្លះគាត់គិតថាផលិតផលមួយនេះមានជាតិកាត់អត់ហេតុអីក៏គាត់អត់អាចប្រើរាល់ថ្ងៃបានហេតុអីក៏ចាំបាច់លាបមួយទឹក3ទៅ4ដងដោយសារកាលណាដែលម៉ាស់គឺការចម្រាញ់ចេញមកគឺ100%ហើយគេតម្រូវឲ្យយើងប្រើតែ3ទៅ4ដងនេះអញ្ចឹង3ទៅ4ដងហ្នឹងទទួលស្គាល់ថាប្រសិទ្ធភាពវាគឺយើងទទួលបានដូចអ្វីដែលយើងប្រើរាល់ថ្ងៃអញ្ចឹងមានអ្នកខ្លះគាត់ថាខ្ជិលប្រើរាល់ថ្ងៃអញ្ចឹងគាត់ប្រើមួយទឹកគាត់លាប3ទៅ4ដងក៏គាត់សដែរគាត់ស្អាតដែរអញ្ចឹងគាត់ទៅប្រើរាល់ថ្ងៃធ្វើអីអញ្ចឹងណាចាអញ្ចឹងហ្នឹងឯងវីដេអូមួយហ្នឹងក៏អ្នកខ្លះគាត់មានការយល់ច្រឡំខ្លាំងគាត់យកទៅលាបរាល់ថ្ងៃអញ្ចឹងសម្រាប់ការលាបរាល់ថ្ងៃមានខ្ញុំអត់ណែនាំទេចាវិធីដែលត្រឹមត្រូវគឺមួយសប្តាហ៍3ទៅ4ដងតែប៉ុណ្ណោះចាហើយនឹងផលិតផលរបស់យើងមាននៅក្នុងស្តុកស្រាប់បងប្អូនទាំងអស់គ្នាអាចកំងបានហើយបើសិនជាឆ្ងល់ឬក៏អត់ដឹងថាផលិតផលហ្នឹងប្រើមិនអីមិនហើយជួយអីខ្លះអាច call មកនាងខ្ញុំផ្ទាល់បានឬក៏អាច inbox chat មកក៏បានដែរនាងខ្ញុំចាំទទួលចាហើយបើមានអ្វីឆ្ងល់អាចសួរបានចាអរគុណបាយបាយ